កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះណានចាន់នីភេទស្រីអាយុ25ឆ្នាំជនជាតិខ្មែរស្ដីពីករណីលួចស្ថានទម្ងន់ទោសគោះហាងលួចទ្រព្យសម្បត្តិបង្កឡើងដោយជនសង្ស័យចំនួនម្នាក់ពិនិត្យតាមកាមេរ៉ាសុវត្ថិភាពបានធ្វើសកម្មភាពចូលគោះហាងបដូរប្រាក់មួយកន្លែងមានទីតាំងនៅភូមិសាមគ្គីមានជ័យសង្កាត់អូជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យរួចលួចយកប្រាក់ថៃចំនួន 10,000 បាត 10,000 បាតនិងទូរស័ព្ទដៃចំនួន5គ្រឿងក្រោយទទួលបណ្ដឹងរួចលោកអនុសេនីយ៍ឯកតិលតៃលីវមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង 9:00 នាទីថ្ងៃទី14ខែឧសភាឆ្នាំ2026ស្រាប់តែដើមបណ្ដឹងនឹងជនជាតិឥណ្ឌូនេស៊ីបាននាំខ្លួនជនសង្ស័យជាជនជាតិឥណ្ឌូនេស៊ីឈ្មោះការ៉ានភេទប្រុសអាយុ27ឆ្នាំប្រគល់ជូនមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដងដោយនៅលើដងខ្លួនមានស្នាមរបួសជាំបែកក្បាលរបួសត្រង់ស្មងជើងខាងឆ្វេងនិងភ្នែកខាងស្ដាំហើមជាំក្រោយកម្លាំងជំនាញទទួលជនសង្ស័យនឹងបានឲ្យមន្ត្រីពេទ្យពិនិត្យនិងព្យាបាលបឋមបន្ទាប់មកមន្ត្រីជំនាញបានសួរនាំតាមនីតិវិធីលោកអនុសេនីយ៍ឯកតិលតៃលីវមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថាក្រោយខាត់ខ្លួននិងសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពគោះហាងរបស់ជនរងគ្រោះលួចទ្រព្យសម្បត្តិពិតប្រាកដមែនដោយផ្អែកលើចម្លើយសារភាពនិងតាមរូបភាពវីដេអូកាមេរ៉ាសុវត្ថិភាពកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងការសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធីលោកវូរេសនីតូព្រំធេងប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឲ្យដឹងថាបច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបងខេត្តហោយ៉យនៅព្រឹកថ្ងៃសៅរ៍ទី16ខែឧសភាឆ្នាំ2026នេះដើម្បីអនុវត្តតាមនីតិវិធី